អារុនសួស្ដីលោកស្រីសឹកថ្ងៃនេះសន្តិសុខមកគ្រប់គ្នាហើយសំបីតែរុយមួយក្បាលក៏ហោះចូលមិនរួចដែរមានឃាតកម្មហើយជប់ភ្លាមមកក្រុមហ៊ុនសើជិតធ្វើអីមកដាក់ពាក្យធ្វើសន្តិសុខតែខាងធនធានមនុស្សថាខ្ញុំមិនចេះអង់គ្លេសគ្មានសញ្ញាបត្របញ្ញាបត្រមិនសមនឹងរូបភាពក្រុមហ៊ុនជាន់ខ្ពស់សើជេសំបីតែជីវិតចៅហ្វាយក៏ការពារមិនបានផងត្រូវការសញ្ញាបត្រធ្វើអីចាប់ពីពេលនេះទៅប្រធានសន្តិសុខនិងប្រធានហលត្រូវបណ្ដេញចេញទាំងអស់ពួកគេមិនទទួលខ្ញុំទទួលប្រាក់ខែ 10,000 បូករួមវីឡាមួយនៅកណ្ដាលក្រុងធ្វើជាអង្គរៈផ្ទាល់ខ្លួនខ្ញុំទទួលខុសត្រូវចំពោះតែខ្ញុំម្នាក់គត់ព្រមព្រៀងគ្នាតាមនឹងចៅហ្វាយណៃខេឈួតមែនទេយកប្រលប់នាំប្រុសចម្លែកមកផ្ទះទោះសង្ហាក៏មិនមែនចេះតែរើសមកផ្ដេសផ្ដាស់ដែរកុំឡប់អីនេះគឺលូឆេនជាអង្គរៈផ្ទាល់ខ្លួនដែលខ្ញុំទើបតែជួលទៅថ្ងៃមុខគាត់ទទួលខុសត្រូវរឿងសុវត្ថិភាពនេះចេះដឹងក្បួនច្បាប់អត់នោះជារបស់កុម្មុយតាំងពីសម័យមិញហើយអ្នកណាឲ្យទីងវាំងនឹងចង់មើលទស្សនវិជ្ជាទន្លេអាគារមិនទាន់សង់រួចនៅខាងមុខជាចំណុចវាប្រហារដ៏ល្អកន្លែងដែលឈរអំបញ្ញមិញគឺជាគោលដៅស៊ីបហើយថតកូននេះមានជំងឺភ័យខ្លាចជ្រុលនិយមមែនទេក្រាបចុះបិទមាត់កុំងើបក្បាលចម្ងាយ400ម៉ែត្រល្បឿនខ្យល់កម្រិត3អូយភ្នែករបស់ខ្ញុំហៅឆៅអ៊ីជាវធ្វើផ្លត់ហើយម្ខាងទៀតនៅចម្ងាយ400ម៉ែត្រប្រើសំចាក់ផ្លែឈើបំផ្លាញភ្នែកគេម្ខាងស៊ឺនាង Kingsman មិនដល់ថារកបានមនុស្សដែលរឹងបែបនេះទៅស្រាវជ្រាវប្រវត្តិអង្គរៈនេះឲ្យច្បាស់ភ្លាមលោកស្រីសួរឲ្យតែផឹកស្រាមួយកែវនេះអស់កិច្ចសន្យាគ្រឿងបន្លាស់បន្ទះឈីបនេះខ្ញុំនឹងស៊ីញោឲ្យភ្លាមបើលោកស្រីមិនផឹកខាងលោកប្រុសឆៅឲ្យតម្លៃខ្ពស់ជាង2ដងឯណោះលោកវងកិច្ចសន្យាបានព្រមព្រៀងគ្នារួចហើយប្រាក់ចំណេញដែលស៊ូឆេឲ្យគឺច្រើនល្មមហើយដំឡើងថ្លៃភ្លាមហើយយកឆៅយួរលេងមកសង្កត់ខ្ញុំទៀតមិនខុសក្បួនច្បាប់ពេកទេច្បាប់នៅជែងបេពាក្យសម្ដីលោកប្រុសឆៅគឺជាច្បាប់ថ្ងៃនេះស្រាមួយកែវនេះមិនផឹកក៏ត្រូវតែផឹកហើយលោកស្រីសឹកប្រហែលជាត្រូវនៅបន្ទប់ជាន់លើកំដរខ្ញុំវងសម្រាប់មួយយប់ហើយអង្គុយឲ្យស្ងៀមកុំកម្រើកថ្នាំសម្រួលអារម្មណ៍គ្មានពណ៌គ្មានក្លិនធ្វើឲ្យវង្វេងស្មារតីក្នុង3វិនាទីគំនិតលោកវងថោកទាបមែនឆ្កែចាំផ្ទះមកពីណាកុំតិចវាឲ្យខ្ញុំឯងកុំធ្វើផ្ដេសផ្ដាស់ខ្ញុំជាមនុស្សរបស់លោកប្រុសឆៅហ៊ានប៉ះខ្ញុំផងស្រាល្អកុំឲ្យស្ដាយលោកវងផឹកខ្លួនឯងទៅស៊ីញោភ្លាមព្រឹកស្អែកខ្ញុំចង់ឃើញវត្ថុធាតុដើមរបស់ស៊ូត្រូវបានដិតចេញបើខ្វះតែមួយខាំខ្ញុំនឹងយកចង្កឹះនេះចាក់ទម្លុះបំពង់កែងលូឆេនអរគុណសម្រាប់យប់នេះណាបើគុំតែបានបន្ទះឈីបរបស់លោកជួយប្រហែលជាត្រូវផ្អាកការងារហើយស៊ីឈ្នួលគេត្រូវដោះស្រាយបញ្ហាឲ្យគេមានខ្ញុំនៅទីនេះថ្ងៃក្រោយពេលលោកស្រីសូទៅជប់លៀងមិនបាច់ញ៉ាំស្រាហើយក៏មិនបាច់មើលទឹកមុខនរណាដែរអត់មើលផ្លូវទេអីចេះបើកឡានអត់នឹង
លោកស្រីស៊ឺមិត្តសម្លាញ់របស់នាងនៅក្នុងដៃខ្ញុំហើយម៉ោង 5 យប់នេះនៅយានដ្ឋានជួសជុលរថយន្តទីខាងលិចក្រុងយកកូនបន្ទះជីបមកហើយមកតែម្នាក់ឯងហ៊ានតែនាំអង្គរៈមកខ្ញុំនឹងយកនាងទៅឲ្យឆ្កែស៊ីតើលោកទៅណាខ្ញុំមានរឿងផ្ទាល់ខ្លួនត្រូវដោះស្រាយលោកប្រុសចៅចាប់មនុស្សដើម្បីដោះដូរយកបន្ទះជីបនេះគឺទៅរកសេចក្តីស្លាប់ហើយបើទៅពួកនាងមុខជាស្លាប់ទាំងអស់មិនខានប៉ុន្តែខ្ញុំមិនអាចឈប់មើលGoស្លាប់បានទេនាងទៅជួបរឿងនេះក៏ព្រោះតែខ្ញុំលូឆេននេះជារឿងរបស់ខ្ញុំលោកគ្រាន់តែជាអង្គរៈមិនបាច់មកចេះដឹងទេជីវិតរបស់នាងជាណារបស់ខ្ញុំបើខ្ញុំមិនឲ្យនាងស្លាប់សូម្បីតែស្ដេចជំរីកក៏យកជីវិតនាងទៅមិនបានដែរតើលោកធ្វើអីហ្នឹងហើយគាត់និយាយឲ្យថាហាមនាំអង្គរៈទៅខ្ញុំមិនមែនទៅក្នុងនាមជាអង្គរៈទេតែខ្ញុំទៅក្នុងនាមជាស្ដេចសេចក្តីស្លាប់ស៊ឺនៀងគីងមិនបានមកទេតែជាមកជុំក្បាលដល់កន្លែងទៅវិញលោកប្រុសចៅប្រាប់ថាឲ្យតែចាក់វាស្លាប់នឹងទទួលបាន10 លានហើយអ្វីខាងក្រៅលាន់អូអែម្លេះតើស៊ឺនៀងគីងនាំមនុស្សមកប៉ុន្មាននាក់ឬលោកប្រុសចៅមកតែម្នាក់ឯងទេពួកបងប្អូនទុកមិនជាប់ទេអត់បានការមនុស្ស50នាក់កັບអង្គរៈម្នាក់មិនបានផងលោកគ្រូលីវពឹងលើលោកហើយវាឲ្យពីការខ្ញុំថែម5 លានទៀតស៊ីឈ្នួលគេត្រូវដោះស្រាយបញ្ហាឲ្យគេក្បាច់គុណក្រៅរាងកាយឯងមិនអាក្រក់ទេប៉ុន្តែនៅចំពោះមុខក្បាច់គុណក្នុងពិតប្រាកដគ្រាន់តែជាក្បាច់កំពេចកំពកប៉ុណ្ណោះខ្ញុំប្រញាប់ទៅធ្វើម្ហូបយប់ឲ្យចៅហ្វាយនីតើត្រៀមខ្លួនកាត់ដៃខាងណាហើយឬនៅនេះមិនមែនជាក្បាច់គុណយោធីទេនេះជាចំណុចកំពូលនៃក្បាច់គុណក្រៅរាងកាយកម្លាំងប្រហារចិត្តតើឯងជានរណាឲ្យប្រាកដលោកមកដល់ហើយខ្ញុំស្មានតែស្លាប់បាត់ហើយតើអាចដើរបានទេលោកស្រីសើកំពុងរងចាំខ្ញុំលូចែនអញហ៊ានបំផ្លាញរឿងល្អរបស់អញផងនៅតំបន់យ៉ាងនេះខ្ញុំឆាប់វាលសម្រាប់ឯងដូចជាកិនស្រមោចចឹងលៀងទុកចាំទៅបំណុលមួយនេះខ្ញុំនឹងទៅទារដល់គ្រួសារឆៅដោយផ្ទាល់ល្អជាអង្គរៈដ៏ល្អមែនលោករកសាយខាងងឹតនេះត្រូវដាច់ហើយលោកគ្រូលីក៏ត្រូវពិការដែរចំណែកខាងស៊ឺនៀងគីងវិញជំរាបទៅភីគីផ្គត់ផ្គង់ទាំងអស់ភ្លាមផ្ដាច់ការផ្គត់ផ្គង់វត្ថុធាតុដើមទាំងស្រុងខ្ញុំចង់ឲ្យស៊ូនៀនឈីងប្រឈមមុខនឹងការខ្សែធននៅព្រឹកស្អែកលោកស្រីប្រធានស៊ូវ៉ៃហើយក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមទាំង13នៅជាងប៉ៃបានប្រកាសលុបចោលកិច្ចសន្យាជាឯកតោភីគីព្រមគ្នានៅព្រឹកនេះស្ដុកវត្ថុធាតុដើមរោងចក្រជីបយើងសល់ប្រើបានតែពាក់កណ្ដាលថ្ងៃទៀតទេបើផ្អាកការផលិតមិនត្រឹមតែត្រូវសងប្រាក់ខុសកិច្ចសន្យាក្រៅប្រទេស30 លានទេខ្សែចង្វាក់ហិរញ្ញវត្ថុក្រុមហ៊ុនក៏ត្រូវដាច់ស្រឡះដែរប្រញាប់តាក់ទងអ្នកផ្គត់ផ្គង់ខេត្តផ្សេងភ្លាមទោះត្រូវបន្ថែមតម្លៃ30ក៏ត្រូវតែដឹកទំនិញមកដែរគ្មានប្រយោជន៍ទេសមាគមពាណិជ្ជកម្មជូបានប្រកាសថានរណាដែលលក់ឲ្យស៊ូស៊ីគឺស្មើនឹងប្រឆាំងជាមួយសមាគមទាំងមូលឥឡូវគ្មាននរណាម្នាក់ហ៊ានទទួលទូរស័ព្ទទេមេពិតជាមែនចុងក្រោយមេព្រមតាក់ទងមកពួកយើងហើយរឿងរំលឹកអតីតកាលចាំនិយាយគ្នាក្រោយអុកក្នុងរយៈពេល3 ម៉ោងខ្ញុំចង់បានវត្ថុធាតុដើមជីបកម្រិតខ្ពស់បំផុត50 តោនដឹកទៅដល់ឧទ្យានបច្ចេកវិទ្យាស៊ូស៊ីនៅជាងប៉ៃធ្វើបានទេហាហាមិនចេញបញ្ជាហើយកុំថាឡើយទំនិញ50 តោនទោះជាមិនចង់ឲ្យសមាគមពាណិជ្ជកម្មជាងប៉ៃខ្សែធននៅព្រឹកស្អែកក្រុមប្រឹក្សាហិរញ្ញវត្ថុយកវើពួកយើងក៏អាចវាបំបាក់បានដែរ3 ម៉ោងមើលងាយពួកយើងពេកហើយ2 ម៉ោងទំនិញទៅដល់ច្បាស់ណាស់ចាប់ឆ្នោតកង្កែបក្នុងអណ្ដូង
លោកស្រីប្រធានស៊ូបំរះងារគ្មានប្រយោជន៍ទេឲ្យតែលក់ភាគហ៊ុន51របស់ស៊ូស៊ីក្នុងតម្លៃ10លានមកឲ្យខ្ញុំហើយប្រគល់អង្ក្រែឈ្មោះលូឈិននៅពីក្រោយក្នុងនេះមកឲ្យខ្ញុំវាបាក់ដៃបាក់ជើងខ្ញុំនឹងស្ដារការផ្គត់ផ្គង់ឲ្យវិញភ្លាមយ៉ាងម៉េចដែរជូហ៊ួយលីទូស៊ូស៊ីត្រូវខ្សែធនរំលាយក្រុមហ៊ុនក៏ដាច់ខាតមិនលក់ឲ្យសម្រាមដូចជាឯងដែរចំណែកលូឈិនគាត់ជាមនុស្សរបស់ខ្ញុំអញគុំសង្ឃឹមថាប៉ះសក់គាត់មួយសរសៃឲ្យសោះសុកចិត្តជ្រើភ្លើងងឹតល្អខ្ញុំចង់មើលណាស់ថាថ្ងៃនេះនរណាហ៊ានជួយស៊ូនៀនឈីងលោកស្រីប្រធានស៊ូក្រុមប្រឹក្សាហិរញ្ញវត្ថុខ្លាញ់នៅបរទេសបានដឹកវត្ថុធាតុដើមកម្រិតកម្ពស់80តោនមកដល់ហើយដោយមិនគិតថ្លៃដឹកជញ្ជូនទាំងអស់ហើយចាប់ពីពេលនេះទៅនឹងផ្គត់ផ្គង់ឲ្យដោយគ្មានលក្ខខណ្ឌល្អខ្លាំងណាស់ស៊ូនៀនឈីងនាងពូកែណាស់ចាំមើលថានាងអាចការពារស៊ូស៊ីនេះបានដល់ពេលណាក្រុមប្រឹក្សាហិរញ្ញវត្ថុខ្លាញ់គឺលោកជាអ្នករកមកមែនទេគ្រាន់តែធ្លាប់ជួយជីវិតចែហ្វាយគេកាលពីមុនជំពាក់គុណបន្តិចបន្តួចប៉ុណ្ណោះឥឡូវប្រើអស់ហើយទោះជាយ៉ាងណាក៏ដោយលូឈិនថ្ងៃនេះលោកបានជួយស៊ូស៊ីទាំងមូលអរគុណលោកហើយបងលូឈិនមកផ្លោះសាច់គោអាំងដែលខ្ញុំធ្វើដោយផ្ទាល់ដៃទៅអាហារពេលល្ងាចយប់នេះគឺដើម្បីអរគុណលោកជាពិសេសដែលកាលពីម្សិលមិញនៅរោងជាងជួសជុលឡានបានជួយខ្ញុំដូចជាទេវតាចុះមកប្រោះអីចឹងព្រមទាំងអបអរដែលស៊ូស៊ីឆ្លងផុតវិបត្តិដាប៉ុន្មានថ្ងៃមុនឯងមិននៅឡូឡាចង់ដេញគាត់ចេញទេអីនោះមកពីការមុនខ្ញុំមិនទាន់ដឹងអីបងឆេនជាអាយដលតែមួយគត់របស់ខ្ញុំឥឡូវនេះណែនខ្ញុំប្រាប់ទៅចុះមនុស្សប្រុសល្អឥតខ្ចោះដូចបងឆេនត្រូវតែចាប់ឲ្យជាប់ណាអោយខ្ញុំទើបនឹកឃើញថារឿងភាគដែលខ្ញុំមើលទើបចេញភាគថ្មីញ៉ាំតាមសម្រួលចុះណាលឺឆេនដឹងទេចាប់តាំងពីពុកម៉ែខ្ញុំបាត់ខ្លួនមកប៉ុន្មានឆ្នាំនេះខ្ញុំទ្រាំទ្រក្រុមហ៊ុនសូស៊ីតែម្នាក់ឯងរាល់ថ្ងៃដូចដើរលើមាត់ជ្រោះអ្នកណាក៏រៀបចំបុណ្យប្រគួតប្រជែងផងធ្វើបាបខ្ញុំដែរគឺលោកជាមនុស្សដំបូងគេដែលចេញមុខការពារខ្ញុំធ្លាប់ប្រាប់ហើយមានខ្ញុំនៅទីនេះគ្មាននរណាអាចធ្វើបាបបានទេរក្សាវាឲ្យល្អខ្ញុំប្រកាសជាត្រឡប់មករកវិញត្រៀមខ្លួនទៅបានវាមកពីណានេះជាវត្ថុដែលមនុស្សសំខាន់ម្នាក់ទុកឲ្យខ្ញុំកាលពី20ឆ្នាំមុនគ្រួសារស៊ូនឹងលើកជាមិត្តចាស់នឹងគ្នានេះជាការដូររំលឹករបស់បងប្រុសស្និទ្ធស្នាលកាលពីក្មេងទុកឲ្យខ្ញុំគួរឲ្យស្ដាយបន្ទាប់ពីរឿងហេតុនោះគាត់ក៏បានបាត់ខ្លួនខ្ញុំតាមរកគាត់អស់រយៈពេល20ឆ្នាំពេញណែនតាមពិតមិនទាន់ស្លាប់ទេតាមពិតគឺនៅក្បែរខ្ញុំសោះកំហឹងឈាមបំណុលកាលពី20ឆ្នាំមុនរបស់គ្រួសារស៊ូនឹងលោកប្រកាសជាពាក់ព័ន្ធនឹងគ្រួសារឆៅនៅយ៉ែងបេជាមិនខានណែនមុនពេលរឿងនេះខ្ញុំគឺជាខែជាកំបិតការពារញ៉ាំពេលក្រោយទៅថ្ងៃនេះក្រុមហ៊ុនត្រូវធ្វើការវិភាគទិន្នន័យបន្ទះជីបស្នូចុងក្រោយហេតុអ្វីស្រាប់តែល្អដាក់ខ្ញុំម្លេះហើយថែមទាំងដឹងទាំងថ្ងៃវិភាគទិន្នន័យសម្ងាត់ក្រុមហ៊ុនទៀតខ្ញុំជាអង្គរៈផ្ទាល់ខ្លួនរឿងរបស់ចៅហ្វាយខ្ញុំយកចិត្តទុកដាក់ជាងគេទាំងអស់ល្អកម្ពុជាយុទ្ធជនទាំងពីរពិតជាសមជាកម្ពុជាអ្នកក្លាហាននៃវិជាស្ថានយុទ្ធសិលមែនអ្នកប្រុសចៅម៉ោង3រសៀលអាគីសាលជីវសេចនឹងធ្វើការផ្លាស់ប្ដូរទិន្នន័យចុងក្រោយខ្ញុំនឹងបំផ្លាញ Firewall ហើយបង្កើតអគ្គិភ័យធ្វើបានល្អណាស់កម្ពុជាយុទ្ធជនទាំងពីរម៉ោង3រសៀលខ្ញុំចង់បានកូដស្នូលព្រមទាំងក្បាលរបស់អាអង្គរៈនោះផងលោកសៃជូ Firewall ត្រូវគេកាត់ផ្តាច់តាមប្រព័ន្ធពួកវាកំពុងចម្លងកូដស្នូលមានជនក្បត់ចៅហ្វាយនាំមនុស្សទៅកាត់ខ្សែបណ្ដាញចេញអាល្អិត2នាក់នេះទុកឲ្យខ្ញុំស្លាប់ទៅក្រញ៉ាំបំបែកបេះដូងពូយ៉ែងពូធ្វើការនៅស៊ឺសេអស់10ឆ្នាំហើយឪពុកខ្ញុំការនៅរស់ល្អចំពោះពូមិនតិចទេមិនក៏ហ៊ានក្បត់ក្រុមហ៊ុនបែបនេះមិនអាចទៅរួចទេហ៊ានទប់ទល់នឹងកម្លាំងក្នុងរបស់ខ្ញុំផង
កំពូលយុទ្ធជនក្នុងភ្នែកខ្ញុំសុទ្ធតែជាសម្រាមកុំប៉ះប្រភពភ្លើងទៅស្លាប់ទៅមានរងរបួសទេខ្ញុំមិនអីទេលូឆែនមានឈាមហើយរបួសបន្តិចបន្តួចទេខ្ញុំប្រាប់ហើយខ្ញុំជាអ្នកការពារឲ្យតែខ្ញុំនៅរស់គ្មាននរណាអាចយករបស់ជារបស់ខ្លួនបានទេមេរឿងក្តីបន្ទះជីបសើកាលពី20ឆ្នាំមុនដែលឲ្យខ្ញុំស្រាវជ្រាវពិតជាមានបញ្ហាមែនកាលនោះគេសន្និដ្ឋានថាជាអគិភ័យចៃដន្យនៅក្នុងបន្ទប់ពិសោធន៍ប៉ុន្តែខ្ញុំបានហាក់ចូលឯកសារផ្ទៃក្នុងរបស់ពលរដ្ឋអគិភ័យកាលនោះមុនពេលរកឃើញអគិភ័យកាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់ពិសោធន៍ត្រូវគេបំផ្លាញចោលថ្ងៃបន្ទាប់ពីកើតហេតុចៅហ្សែនបានយកសិទ្ធិប៉ាតង់ជីបដូចគ្នានេះទៅចុះបញ្ជីក្រុមហ៊ុនក្រៅស្រុកនៅបរទេសសេរីរុងរឿងដែលត្រកូលចៅយកជីវិតត្រកូលលូរបស់ខ្ញុំទៅដោះដូរដល់ពេលត្រូវសង្វិញទាំងដើមទាំងការហើយអ្នកប្រុសចៅសហព័ន្ធហិរញ្ញវត្ថុម៉ាស់ខ្មៅបានប្រមូលទុន$5000 លានចូលទីផ្សារហើយអ្វីដែលកម្លាំងបាយដោះស្រាយមិនបានប្រាក់ដើមទុនអាចដោះស្រាយបានបន្ថែមលើជីបនេះទៀតស៊ូណៃនាងចាំមើលតែរលីខ្លួនទៅដាច់ខាតត្រូវតែនាំបងចេញមកហើយឬក៏ឲ្យតម្លៃ300,000ទៀតឬមួយក៏លងស្នេហ៍ហើយគុំនិយាយផ្ដេសផ្ដាសនេះជាប្រាក់ឧបត្ថម្ភបុគ្គលិកទេខោអាវនេះទាំងណាពិបាកដកកាំភ្លើងនិងវីតបយប់នេះមិនបាច់ដកកាំភ្លើងទេគ្រាន់តែឈរចិត្តខ្ញុំទៅបានហើយអាឡូលោកស្រីឈូមានគេប្រើទុន$100 លានដើម្បីធ្វើគៀបពីហ៊ុនតម្លៃពីហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងចិត្តដល់បាត់ហើយថាម៉េចធ្លាក់ដល់បាត់ហើយមានរឿងអីចៅហួយទីបាននាំយកដើមទុនបរទេសមកកំទេចហិរញ្ញវត្ថុយើងលោកស្រីសុភីគឹមខាងទៀតមានយ៉ាងហោច$5000 លានយើងសល់តែ$300 លានប៉ុណ្ណោះបើធ្លាក់លោកខ្សែការពារគឺចប់សពគ្រប់ហើយបោះលុយទាំងអស់ចូលក្នុងទីផ្សារដើមការពារខ្សែជីវិតឲ្យគង់ត្រកូលស៊ូសុកចិត្តស្លាប់ដោយឈោថ្លៃធ្នូបងក្នុងបញ្ជីអាចប្រមូលសាច់ប្រាក់បានប៉ុន្មានមេទីផ្សារអឺរ៉ុបទើបទូទាត់រៀបចំបាន100,000 លានចង់ទិញដីនៅយ៉ែងបេឬមិនមែនទិញដីទេគឺកាប់ជ្រូកជួយទប់នឹងលើកភាគហ៊ុនត្រកូលសូឡើងវិញរៀបចំ10,000 លានទៀតវិប្រហាភាគហ៊ុនក្រុមហ៊ុនចុះបញ្ជីទាំងអស់របស់ត្រកូលចៅខ្ញុំចង់ឲ្យចៅហួយលេខាត់បងគ្មានសល់សំបីតែដើមពួកទេវតាទ្របចាប់ផ្ដើមធ្វើការហាហាហា Richard បើកស្រាសាំប៉ាញស៊ូណៃនេះចិត្តមកលុតជង្គង់អង្វរខ្ញុំហើយ$300 លានអស់រលីងហើយយើងចប់ហើយមានទុនមិនស្គាល់ប្រភពរាប់សែនលានកំពុងសម្រុកទិញរហូតឡើងដល់កម្រិតអាត់បលម៉ាចាស់ប្រើប្រាស់កម្លាំងទុនទាំងអស់ដើម្បីវាយបកភាគហ៊ុនអចលនទ្រព្យដេងឆេងនិងក្រុមហ៊ុនរ៉ៃត្រកូលចៅឆ្លៀតពេលវាកំពុងខ្សោយកំទេចវាឲ្យដល់ឬគល់ទៅអ្នកប្រុសចៅក្រុមហ៊ុនត្រូវខ្សែធនហើយស៊ូនៀងខេងខ្ញុំនឹងសម្លាប់នាងយប់នេះចៅហួយលេច្បាស់ជាជួច្របល់ប្រហែលមិនខានភ័យទេមានវត្តមាននៅទីនេះខ្ញុំមិនដែលភ័យឡើយតោះទៅមើលឆ្កែចាញ់ច្រវាក់នោះជាអង្គរៈរបស់លោកស្រីសឺឬអំណាចគួរឲ្យខ្លាចជាងអ្នកធំនៅរាជធានីទៅទៀតស៊ូនៀងខេងហ៊ានវិប្រហាភាគហ៊ុនក្រុមហ៊ុនខ្ញុំធ្វើឲ្យខ្ញុំខាតអស់$3,000 លានយប់នេះគុំសង្ឃឹមថាបានចាក់ចេញទាំងមានជីវិតឲ្យសោះសម្រាប់ភូមិពាណិជ្ជកម្មដូចជាសម្រាប់ភូមិសង្គ្រាមអ្នកប្រុសចៅអន់ជាងគេហើយនៅមកព្រោះផ្ដេសផ្ដាសទៀតហាហាខ្មាស់គេណាស់ហាហាហាភ្ញៀវកិត្តិយសយប់នេះគឺលោកលីហ៊ីវប្រធានសាខាយ៉ែងប៊ីនៃវិមានឡងយួនគ្រូសាចៅបរិច្ចាគទ្រព្យសម្បត្តិទាំងអស់តែមួយម៉ាត់របស់លោកអាចប្រហារជីវិតពួកឯងបានលោកប្រធានលីខ្ញុំមានរឿងត្រូវរាយការណ៍រឿងអីគឺមនុស្សពីរនាក់នេះដែលកេងបន្លំទីផ្សារហិរញ្ញវត្ថុយ៉ែងប៊ីមិនក្រសែភ្នែកមើលច្បាប់ទម្លាប់តតែសោះ
លោកប្រធានប្រយ័ត្នគេជាមនុស្សសម្លាប់មនុស្សមិនបិទភ្នែកទេលោកលីហ៊ូនៃវិមានឡងយួនគ្រូបង្វឹកកម្ពុជានៃវិមានឡងយួនគ្រូបង្វឹកកម្ពុជាអានេះមិនមែនត្រឹមជាអង្គរៈអន់ទេអីអាលីមិនបានជួបគ្នាប៉ុន្មានឆ្នាំរុយក្រោមដៃឯងកាន់តែច្រើនឡើងហើយនរណានៅទីនេះគ្រូសាឆៅហ៊ានប្រមាថវិមានឡងយួនចាប់អាចឆ្កែឆ្កួតនេះឲ្យខ្ញុំភ្លាមលូចែនស៊ូណែនកុំអាល់អោយសោះគ្រូសាឆៅនៅមានសัญลักษณ์ឆ្នៃចុងក្រោយខ្យល់នៅទីនេះស្អុយណាស់ខ្ញុំនាំទៅញ៉ាំអាំងនៅមាត់ទន្លេវិញមិនមែនជាតារាទេអីតើតារាល្បីមែនទេគ្រូបង្វឹកកម្ពុជានៃវិមានឡងយួនបកបង្គាឲ្យខ្ញុំតើនៅមានអត្តសញ្ញាណប៉ុន្មានទៀតដែលខ្ញុំមិនទាន់ដឹងនៅចំពោះមុខខ្ញុំគ្រាន់តែជាអង្គរៈប្រាក់ខែ 10,000 ប៉ុណ្ណោះហាំអីចឹងខ្ញុំចំណេញធំហើយបើព្រមធ្វើពេញមួយជីវិតក៏បានដែរសមត្ថភាពខាត់ 3,000 លានហើយហ៊ានទៅប៉ះវិមានឡងយួនទៀតអាលូឆាននោះគឺប្រធានគ្រូបង្វឹកនៃវិមានឡងយួនពួកយើងប្រឈមមុខមិនឈ្នះទេវិមានឡងយួនគ្រប់គ្រងបានតែក្នុងប្រទេសទេឯសិទ្ធសាហាវនៅក្រៅប្រទេសគេគ្មានផ្លូវគ្រប់គ្រងបានឡើយលោកម្ចាស់ចៅកងទីហ៊ានស៊ីឈ្នួល Blood Wolf បានប្រមូលផ្ដុំរួចរាល់ហើយខ្ញុំចង់បានទិន្នន័យបន្ទះឈីបនៅក្នុងដៃឈឺនាងឆៃហើយនឹងអាលូឆានយកក្បាលវាមកឲ្យខ្ញុំព្រមព្រៀងតាមកម្រិតសិននៃដកវើពីហ៊ានឆ្នាំអាវុធធ្ងន់50អ្នកនៃ Blood Wolf បានចូលមកហើយបានលួចចូលមកយ៉ាងបេគោលដៅគឺឧឈានបច្ចេកវិទ្យាត្រកូលសចង់ងាប់មែនទេប្រព័ន្ធតាក់ទងត្រូវបានកាត់ផ្តាច់កាមេរ៉ាត្រូវបានបិទគោលដៅគឺបន្ទប់ពិសោធន៍ជាន់លើគេសូម្បីតែរុយមួយក្បាលក៏មិនឲ្យរួចខ្លួនដែរមិនក៏ដាច់ភ្លើងចេះគ្មានសេវាទេមានរឿងកើតឡើងហើយទីហ៊ានស៊ីឈ្នួល50អ្នកបានចូលដល់ជាន់ទី1ហើយលូចែនចូលតាមបំពង់ខ្យល់ទៅពួកវាមកសម្ដែងលើក្រុមហ៊ុនហាមបិទទ្វារហើយចាក់សោឲ្យជាប់មិនថានៅខាងក្រៅមានសម្លេងអ្វីទេហាមចេញមកឲ្យសោះចាំខ្ញុំត្រឡប់មកនាំទៅផ្ទះវិញខ្មោចយកអីណានោះចង្រៃយកពួកយើងកំពុងរំកិលទៅមុខស្វាគមន៍មកកាន់នរកគ្រប់គ្នាត្រៀមខ្លួនគ្រាប់បែកពន្លឺបិទភ្នែកឡើងទៅជាន់ទី15អានេះមិនមែនជាសន្តិសុខទេគ្រប់គ្នាជួបជុំគ្នានៅជាន់ទី15បាញ់បង្កាប់វាកំទេចវាឲ្យខ្ទេចទៅបងតើឲ្យបងប្អូនសម្រុកចូលទៅទេចង់ដណ្ដើមចំណីរបស់លោកប្រធានគ្រូបង្វឹកមែនទេបិទលើនៅខាងក្រៅឲ្យចិត្តហាមឲ្យកណ្ដុរតែមួយក្បាលរត់រួចខ្លួនឲ្យសោះខ្ទប់វាដើម្បីសងសឹកចង់លេងឲ្យធំមែនទេ
កុំភ័យបាញ់បិទគូតអាសត្វចម្លែកអញឈប់វាហើយទៅងាប់ទៅព្រំដែនប្រទេសដេខៀជាដែនហាមឃាត់របស់ពួកឈ្នួលចាំទុកជាមេរៀនទៅរៀបចំទៅផ្ទះវិញសូមកុំកើតអីឲ្យសោះណាចៅហ្វាយសម្អាតសម្រាមរួចរាល់ហើយមកទទួលទៅផ្ទះវិញអាក្រក់ប៉ុន្មានថ្ងៃនេះធ្វើឲ្យខ្ញុំភ័យស្ទើរងាប់ហើយមនុស្សល្ងងខ្ញុំនៅរស់តើគ្មាននរណាអាចធ្វើបាបឯងបានទេពុកហេតុអ្វីយូឡែងនៅមិនទាន់ផ្ញើសញ្ញាមកទៀតហេតុកងកម្លាំងពិសេស50នាក់វាច្បាស់ជាត្រូវគ្របសោះសាច់បាត់ហើយនរណាឯងមិនក៏ឯងនៅរស់ចុះពួក Blood Wolf ទៅណាអស់ហើយព្រំដែនដេខៀគឺជាដែនហាមឃាត់របស់ពួកសម្រាមនោះចំណែកពួកឯងវិញកាលពី20ឆ្នាំមុនគ្រូសាស៊ូនឹងលោកបានរួមគ្នាសិក្សាស្រាវជ្រាវជីពចំនួនទី1 Helgen និងឯងដើម្បីដណ្ដើមយកសិទ្ធិប៉ាតង់បានសូកប៉ាន់មនុស្សខាងក្នុងបន្ទប់ពិសោធន៍ឲ្យបំផ្លាញប្រព័ន្ធពន្លត់អគ្គីភ័យនិងបង្កឲ្យមានអគ្គីភ័យសម្រាប់ចាស់ទុំគ្រូសាឈូព្រមទាំងកំទេចគ្រូសាលើទាំងមូលបំណុលឈាមមួយនេះឯងគិតថាមួយជីវិតនេះអាចបិទបាំងបានមែនទេឯងរកឃើញរឿងទាំងនេះដោយរបៀបណាតើឯងជានរណាឲ្យប្រាកដឬមួយបងគឺជាបងចេនគឺលោកហើយដែលខ្ញុំតាមរកអស់20ឆ្នាំមកនេះខ្ញុំធ្លាប់និយាយថាឲ្យតែខ្ញុំនៅមានជីវិតគឺច្បាស់ជានឹងត្រឡប់មករកអូនវិញល្អល្អណាស់អាសំណោត្រកូលលោកឆ្ងល់អីបានជាអញខំប្រឹងការពារមីស្រីថោកទាបម្នាក់នេះម្លេះក្នុងពេលដែលពួកអញរត់មកសុំសេចក្តីស្លាប់ដល់កន្លែងអញនឹងបំរើបំណងពួកឯងយិនឆេវីសម្រាប់ពួកវាឲ្យឯងបិទភ្នែកទៅកុំមើលឥឡូវដល់វេនពួកឯងហើយទាដៃចៅ Shannon ចៅ Willie គិតកម្មពាណិជ្ជកម្មកុំជាមនុស្សដោយខុសច្បាប់ខុបខិតជាមួយទាហានឈ្នួលបរទេសភស្តុតាងរឹងមាំនាំខ្លួនពួកវាទៅលោកស្រីស៊ូបងលោកខ្ញុំខុសហើយខ្ញុំសុខចិត្តធ្វើជាកុសលបម្រើលោកទាំងពីរសូមអង្វរលើកលែងទោសឲ្យខ្ញុំផងអញគិតថាអញឈ្នះហើយមែនទេកាលពី20ឆ្នាំមុនអញគ្រាន់តែជាកម្មបិតក្នុងដៃគេប៉ុណ្ណោះសិទ្ធិប៉ាតង់ជីបនោះពួកឯងគ្មានថ្ងៃយកមកវិញបានទេមិនយូរទេពួកឯងនឹងត្រូវចុះមកកំដរតើអូនកំពុងព្រួយបារម្ភពីរឿងអ្វីទៀតនៅពីក្រោយ Shao Shannon នៅមានរឿងច្រើនជាងនេះទៀតចៅហ្វាយបេសកកម្មនៅ Yangbi របស់យើងបរាជ័យហើយគ្រូសា Shao ត្រូវអាជ្ញាធរ Dek ជាកំទេចដល់រកលក្រុមទាហានឈ្នួល Blood Wolf ក៏ត្រូវបោះសម្អាតទាំងស្រុងអង្គរៈដែលនៅក្បែរ Sun Yang King នោះគឺជាបិសាចដ៏គួរឲ្យខ្លាចបំផុតសមត្ថភាពប្រទេស Dek ជាមានពាក្យស្លោកបុរាណមួយថាកាប់ស្មៅមិនរំលងរស់ដល់ត្រូវខ្យល់រដូវការីវានឹងដុះឡើងវិញបើកូនចិត្តត្រង់នៅ Yangbi អស់ប្រយោជន៍ហើយអញ្ចឹងបដូររបៀបលេងថ្មីប្រាប់ទៅក្រុមឃាតករ Shenfa ខ្ញុំនឹងទៅ Dek ជាដោយផ្ទាល់លោកគ្រូបង្វឹកធំលោកស្នាដៃធ្វើម្ហូបរបស់លោកឆ្ងាញ់ជាងចុងភើផ្កាយ3 Michelin នៅ Yangbi ទៀតថ្ងៃក្រោយបើឈប់ធ្វើអង្គរៈបើកហាងបាយច្បាស់ជាចូលផ្សារហ៊ុនបានខ្ញុំមិនធ្វើបាយឲ្យគេហូបទេធ្វើឲ្យតែអូនម្នាក់គត់បើលោកស្រីសុខខ្លាចខ្ញុំអត់ការងារធ្វើចិញ្ចឹមខ្ញុំតែម្ដងទៅប្រភេទចិញ្ចឹមមួយជីវិតនោះណាព្រឹកព្រលឹមបញ្ចេញភាពអែមល្ហែមដាក់គ្នាហើយពីអ្នកឯងចាប់តាំងពីស្គាល់គ្នាមកបរិយាកាសពេញដោយក្លិនស្នេហាផ្អែមល្ហែមយ៉ាងជាឯងជាប្រធានស្រីត្រជាក់ស្រជុំរក្សារូបភាពបន្តិចមើលខ្ញុំពេញចិត្តតើលោកស្រីសូការទេសវិកខ្ចប់ឡុងសេនចំនួនទី2របស់យើងបានឆ្លងកាត់ទាំងអស់ហើយ
ប្រសិទ្ធភាពស្ថិតស្ថេរខ្លាំងណាស់លើសពីបរទេសទាំងស្រុងបច្ចេកវិទ្យាផ្ដាច់មុខរបស់ក្រុមប្រឹក្សាក្លឹមឲ្យតែពិធីប្រកាសថ្ងៃស្អែកជោគជ័យជីពរបស់ Dexia នឹងលែងរងសម្ពាធពីគេទៀតហើយល្អណាស់ស្អែកម៉ោង 10 ព្រឹកនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Jeng Bay នឹងរៀបចំពិធីប្រកាសជាសកលណែញៀនស្អែកនេះនឹងមានមនុស្សមកលោក Howard លោកមកដល់ហើយស្រីថោកទាបសួរនាងថ្ងៃស្អែកនេះរៀបចំពិធីប្រកាសហើយបើបណ្ដោយឲ្យពួកវាខ្ញុំមិនចូលចិត្តស្ដាប់សម្ដីឥតន័យទេទៅស្រាវជ្រាវប្រព័ន្ធសុវត្ថិភាពពិធីប្រកាសស្អែកនេះឲ្យច្បាស់ជីពយានយន្តរបស់ Dexia 20 ឆ្នាំមុនខ្ញុំអាចដុតវាឲ្យទៅជាផេះ20 ឆ្នាំក្រោយខ្ញុំនៅតែអាចធ្វើឲ្យវាប្រែជាពិធីកម្មជ្រួចដ៏អស្ចារ្យដដែលកូនចៅដែលសល់របស់ត្រកូលលោកខ្ញុំនឹងកាយបេះដូងវាយកដោយផ្ទាល់ដៃថ្ងៃនេះខ្ញុំមានគិតយូរយ៉ាងក្រៃលែងក្នុងការប្រកាសទៅកាន់ពិភពលោកថារចនាសម្ព័ន្ធឡុងសេងចំនួនទី 2 របស់ក្រុមហ៊ុនស៊ូត្រូវបានតេស្តជោគជ័យយ៉ាងបរិបូរណ៍ប្រទេស Dexia ចាប់ពីពេលនេះទៅនឹងមានម្ចាស់ការទាំងស្រុងលើបច្ចេកវិទ្យាជីពជាន់ខ្ពស់ដោយមិនរងការគៀបសង្កត់ទៀតទេលោកគ្រូបង្វឹកធំខាងក្រៅធម្មតាទាំងអស់ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះបន្ទាប់ពី Howard ចូលស្រុកមកគឺបាត់ខ្លួនឈឹងតែម្ដងស្ងាត់ជ្រុងពេកហើយឧបករណ៍ទូរៀបចំរួចរាល់វាកំទេចសតត្រង់ស្ពានដំបូលឆាកនឹងបាក់រំភ្លាមនេះហើយជាអត្ថន័យស្នូលនៃការស្រាវជ្រាវផ្ទាល់ខ្លួនរបស់ Dexia លីហ៊ីវអាសនហើយផ្ដាច់ប្រព័ន្ធបិទខ្យល់អគ្គិសនីក្រោមឆាកជាបន្ទាន់ល្បិចចាស់គំរើលោកគ្រូបង្វឹកធំក្រុមដោះមីនទៅចំណាយពេល 2 នាទីទៀតទើបមកដល់ដកថយទៅពិតមាត់ប្រពន្ធខ្ញុំនៅខាងលើនៅឡើយរបៀបដោះមីនអស្ចារ្យណាស់លោកគ្រូបង្វឹកធំលើនេះគ្រាន់តែជាកាដូស្វាគមន៍តូចមួយប៉ុណ្ណោះបន្ទាប់ពីនេះល្បែងទើបតែចាប់ផ្ដើមផ្លូវការទេវាយហើយគឺដើម្បីបង្វែរដានខ្ញុំសោះលីហ៊ីវក្រុមទី 1 ការពារចំណតឡានក្រោមដីឲ្យជាប់ក្រុមទី 2 ផ្ដាច់ចរន្តអគ្គិសនីសាលប្រជុំធំភ្លាមក្រុម Shenfa នៅក្នុងសាលប្រជុំរួចហើយកុំស្លន់ស្លោអីអានក្បាលនឹងខ្ទប់ច្រមុះមាត់ជំលះខ្លួនតាមភ្លើងសញ្ញានៅលើឥដ្ឋចេញឲ្យផុតឯងកុំខ្លាចបិទភ្នែកទៅលោកគ្រូបង្វឹកធំសាលប្រជុំត្រូវបានជំនះអស់ហើយងាយស្រួលពេកហើយនេះមិនមែនជា Howard ទេហាហាអស្ចារ្យណាស់សំជាគ្រូបង្វឹកកម្ពុជានៃ Long Yuan Pavilion មែនប៉ុន្តែ Lucien អញដូចជាយកច្រឡំរឿងមួយហើយពិធីសន្និសីទគ្រាន់តែជានោះទេអ្វីដែលខ្ញុំចង់បានគឺបន្ទះជីបឡុងសេនតាធ្វើយ៉ាងម៉េចទៅឥឡូវវានៅលើដៃខ្ញុំ10នាទីទៀតខ្ញុំនឹងឡើងឧទ្ធម្ភាគចាក់ទៅសមុទ្រអន្តរជាតិបើចង់បានអនាគតប្រទេស Dexia មកជួបខ្ញុំនៅលានឧទ្ធម្ភាគចាក់លើដំបូលអគារពួកយើងមកបញ្ចប់រឿងនេះទៅត្រៀមហោះឡើងគោលដៅកប៉ាល់កំសាន្តនៅសមុទ្រអន្តរជាតិទុកប្រអប់នោះចុះខ្ញុំនឹងទុកសពេញលេងឲ្យឯងអស្ចារ្យណាស់លោកគ្រូបង្វឹកគូប្រកួតរបស់ឯងមិនមែនជាខ្ញុំទេគេបានបូកបញ្ចូលបច្ចេកវិទ្យាកម្ពុជារបស់ Dexia បូករួមទាំងក្បាច់គុណការពារខ្លួនដ៏រឹងមាំឯងគួរតែដឹងហើយ
ខ្ញុំរងចាំឯងម៉ាស៊ីនសម្លាប់មនុស្សមានតែសម្ពកក្រៅបែបនេះសំហៅថាក្បាច់គុណដែរឬចង់រត់មិនងាយស្រួលទេមិនអាចទៅរួចទេចៅហ្វាយកន្ទុយយន្តហោះខូចហើយត្រូវតែចុះចតជាបន្ទាន់កុំចុះចតជិះទម្លុះចេញពីយ៉ែងប៊ីទៅប្រអប់លូឆេនអញហាមប៉ះពាល់ខ្ញុំជាប្រធានប្រតិបត្តិជាន់ខ្ពស់នៃ Clement Financial Group បើឯងសម្លាប់ខ្ញុំប្រភពទុនរបស់ Wall Street នឹងធ្វើឲ្យសេដ្ឋកិច្ចដេកជាទាំងមូលដួលរលំWall Street អីចឹងឬក្នុងរយៈពេល3ថ្ងៃខ្ញុំអាចធ្វើឲ្យភាគហ៊ុន Clement Group នៅទូទាំងពិភពលោកដួលរលំទាំងស្រុងស្នាដៃបច្ចេកវិទ្យានៃប្រទេសដេកជាសម្រាប់បរទេសដូចជាឯងគ្មានសូម្បីតែសិទ្ធមកប៉ះវាផងឯងឈួតហើយទម្លាក់អាវុធចុះលើកដៃអាប់ក្បាលលោកគ្រូបង្វឹកសុំទោសផងពួកយើងមកយឺតហើយខ្មាន់កាំភ្លើងដែលសេះសល់ក្នុងអគារត្រូវបានចាប់ខ្លួនអស់ហើយក្រុមដកក្បាច់បានដោះរៀបរយហើយគ្រប់យ៉ាងត្រូវបានប្រគល់ជូនស៊ូគ្រូបវិញដោយសុវត្ថិភាពចំណែកឯគេត្រូវកាត់ទោសជាសាធារណៈតាមច្បាប់ដេកជាដើម្បីព្រមានដល់ពួកផ្សេងទៀតបាទចប់ហើយគ្រប់យ៉ាងបានបញ្ចប់ហើយព្រឹត្តិការណ៍តូចតាចកំបាញ់មិញនេះបានបង្ហាញថាក្រុមទុនបរទេសមួយចំនួនកំពុងតែភ័យខ្លាចចំពោះការរីកចម្រើនបច្ចេកវិទ្យារបស់ដេកជាប៉ុន្តែការពិតបានបង្ហាញថាទោះជាប្រើល្បិចថោកទាបយ៉ាងណាក៏ដោយក៏មិនអាចរារាំងជំហានឆ្ពោះទៅមុខរបស់យើងបានដែរខ្ញុំសូមប្រកាសថា Long Ken ជំនាន់ទី2ដែលក្រុមហ៊ុន Search អភិវឌ្ឍតដៃត្រូវដាក់លក់ទូទាំងពិភពលោកថ្ងៃនេះយើងនឹងប្រើសមត្ថភាពដ៏ល្អនិងតម្លៃសមរម្យដើម្បីវិបំបីការក្តោបក្តាប់ទីផ្សារបន្ទះជីបសកលការចេញលក់ថ្មីបានដោះស្រាយវិបត្តិដោយជោគជ័យមើលចុះបងឆេនឡើងព័ត៌មានទៀតហើយលើអ៊ីនធឺណិតកំពុងល្បីថា Search មានអង្គរៈកម្រិតអាទិទេពសង្គ្រាមឥឡូវបងឆេនក្លាយជា idol របស់មនុស្សគ្រប់គ្នាហើយទេ idol របស់មនុស្សគ្រប់គ្នាណាថ្ងៃមុខត្រូវរៀបចំអង្គរៈប៉ុន្មានអ្នកឲ្យបងឆេនដែរទេខ្ញុំមិនត្រូវការអង្គរៈទេត្រូវការតែថៅកែពូកែម្នាក់ប៉ុណ្ណោះកម្មវិធីប្រកាសជោគជ័យយ៉ាងនេះតម្លៃទីផ្សាររបស់ Sushi កើនឡើង3ដងតើថៅកែគួរតែឡើងប្រាក់ខែឲ្យខ្ញុំហើយឬនៅឡើងប៉ុន្មានមានលុយវ៉លលៀននៅបរទេសលុយបន្តិចបន្តួចរបស់ខ្ញុំមើលឃើញដែរលុយកាក់ទ្រព្យសម្បត្តិក្រៅខ្លួនទាំងនោះមិនស្មើនឹងមនុស្សនៅចំពោះមុខនេះទេប្រសិនបើគិតថាប្រាក់ខែលំបាកគិតឲ្យខ្ញុំធ្វើជាម្ចាស់ផ្ទះប្រុសនៅទីនេះពេញសិទ្ធតែម្ដងទៅនិយាយផ្ដេសផ្ដាស់ទៀតហើយឡោគ្រឿងនោះរៀបចំដល់ណាហើយចៅវាយគ្រប់យ៉ាងរៀបចំរួចរាល់យ៉ាងល្អឥតខ្ចោះហ៊ុនរបស់ក្រុមហ៊ុន Crayhorn ធ្លាក់ចុះដល់51សិទ្ធិគ្រប់គ្រងភាគហ៊ុនបានខ្លាយជាកម្មសិទ្ធិស្របច្បាប់របស់លោកប្រធានហើយល្អណាស់លោកចៅរបាំងប៉ាតង់បរទេសទាំងអស់ដើម្បីបើកផ្លូវឲ្យ Long Chen ទៅកាន់ពិភពលោកពុកម៉ែពូថ្ងៃនេះខ្ញុំបានទារបំណុលជំនួសពុកម៉ែពូជំរះរួចហើយគ្រូបង្វឹកធំលោកព័ត៌មានស្អីទៅមើលទៅល្អមើលម្លេះសំបីតែថៅកែក៏ហ៊ានមើលរំលងដែរអត់មានអីទេលោកផ្ញើបាយការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបរទេសមករៀងស្មុគស្មាញបន្តិចរបាយការណ៍ហិរញ្ញវត្ថុអាចធ្វើឲ្យខ្ញុំបានដែរយកមកឲ្យមើលបន្តិចមកខ្ញុំទើបនឹកឃើញថា Long Yuan Ji នៅមានការងារខ្លះត្រូវបញ្ចប់ខ្ញុំបានឲ្យ Lee Hugh ចាត់មនុស្សមួយក្រុមមកការពារហើយ
សុំច្បាប់សម្រាប់នៅរសៀលនេះហើយមានរឿងមិនស្រួលប្រកាសជាមានរឿងមិនស្រួលឬមួយដើមឈើស្ងួតនេះចេះយល់ការហើយតាមព័ត៌មានសម្ងាត់ណែនឃីវទើបតែបានមើលរឿងស្នេហាមួយនាងចាប់អារម្មណ៍ខ្លាំងលើឆាកសុំរៀបការក្នុងរឿងនោះប្រធានបទកិច្ចប្រជុំថ្ងៃនេះគឺរបៀបរៀបចំពិធីសុំរៀបការដ៏អស្ចារ្យផ្អើលក្រុងជែងបេមេបញ្ជាការរឿងនេះទុកលើខ្ញុំប្រមូលកងកម្លាំងពិសេសឡងយួន3000នាក់ស្លៀកអាវធំខ្មៅពាក់វ៉ែនតាខ្មៅតម្រៀបជូននៅខាងក្រោមអគារសេលោកជំពងម្ខាងទាំងអស់គ្នាស្រែកឲ្យខ្លាំងថាសូមលោកស្រីសុំរៀបការជាមួយប្រធានគ្រូបង្វឹកផងហើយប្រើហេតុកតប្រយុទ្ធតបគ្រឿងទីងផ្ដាល់នៅលើអាកាសធានាថាអស្ចារ្យខ្លាំងមេបញ្ជាការលីរបៀបនឹងបុរាណពេកហើយចៅហ្វាយស្ដាប់ខ្ញុំវិញនៅ Times Square ញូវយ៉កអេក្រង់ធំនៅឡុងនិងប៉ារីសចាក់ផ្សាយរូបថតរៀបការព្រមគ្នាទូទាំងពិភពលោករួចយកមាសសុទ្ធធ្វើនាវាកំសាន្តមួយគ្រឿងដាក់ឈ្មោះថា Venance ឈប់ពួកប្រុសមុខរឹងទាំងនេះមេបញ្ជាការលីនោះជាការសុំរៀបការឬជាក្រុមបងធំចម្រិតទារប្រាក់ណែនខៀប្រកាសជាភ័យរហូតប្តឹងប៉ូលីសមិនខានឡោគ្នាវាមាសសុទ្ធគិតថាចៅហ្វាយជាមហាសេដ្ឋីថ្មីថ្មងឬជូឌីអូចុះមានយោបល់អីដែរមនុស្សស្រីគឺត្រូវការភាពអធិកអធមជាការយកចិត្តទុកដាក់ដែលពិសេសគ្មានពីរបងឆេនដឹងទេថាថ្ងៃស្អែកជាថ្ងៃអីថ្ងៃស្អែកជាថ្ងៃខួបកំណើតនាងខ្ញុំដឹងថាកំពុងធ្វើម៉េចហើយលូឆេនជូឌីអូមនុស្សឈួតមនុស្សឈួតលីហ៊ីវថាបើចង់សុំការត្រូវធ្វើឲ្យអស្ចារ្យជូឌីអូថាមនុស្សស្រីសំខាន់លើភាពរ៉ូមែនទិកបំផុតប៉ុន្តែខ្ញុំមិនដឹងថាប៉ុណ្ណេះគ្រប់គ្រាន់ឬនៅណែន20ឆ្នាំមុនខ្ញុំមិនបានកាន់ដៃអូនចាប់ពីពេលនោះមកខ្ញុំខិតខំប្រឹងប្រែងខ្លាំងឡើងវាចេញពីគំនិតសពគឺដើម្បីថ្ងៃណាមួយអាចមានកម្លាំងការពារអូនបានខ្ញុំកាត់ជើងឆាវដៃប្រឡាក់ឈាមចេះតែវីដំកាប់សម្លាប់ប៉ុន្តែខ្ញុំសន្យាថាចុងកាំបិតខ្ញុំតម្រង់ទៅក្រៅរហូតទ្រូងខ្ញុំបើកចំហចាំអូនជានិច្ចអ្នកនាងស៊ូណែនខេងតើព្រមឲ្យលូជិនធ្វើជាអង្គរៈផ្ទាល់ខ្លួនមួយជីវិតព្រមទាំងជាប្តីស្របច្បាប់ទេខ្ញុំព្រមលូឆេងខ្ញុំព្រមព្រះឲ្យណែនខេងកូនក្រមុំស្អាតបំផុតនៅយ៉េងប៊ីចុះបងឆេនប្រញាប់ឲ្យគាត់មកមើលអំបាញ់មិញនៅតាសឹងឬមួយទៅទទួលទូរស័ព្ទអូតទៀតហើយបងឆេនប្រហែលជាទៅកំទេចពួកកាក់សំណល់ទៀតហើយអាមេគំនិតរឹងតឹងនោះចរិតការពារមិនដែលប្រែប្រួលសោះលីហ៊ីវមានកណ្ដុរ3ក្បាលនៅរោងឡានចាប់មនុស្សមកបោះសម្អាតពួកអ្នកធំក្រុមប្រឹក្សាឃ្លីននៅសល់ប៉ុន្មានអ្នកទៀតចង់មកបង្កមុនថ្ងៃការខ្ញុំផងមេមកពីខ្ញុំធ្វេសប្រហែសបងប្រុស Howard គឺអូតឃ្លីនបានជួបពួកឃាតករមកបំផ្លាញពិធីការខ្ញុំទៅកំទេចទីស្នាក់ការគេមិនបាច់ទេថ្ងៃការចិត្តដល់ហើយខ្ញុំមិនចង់ឃើញឈាមទេចូលគ្រប់គ្រងប្រព័ន្ធរបស់ពួកវាកាយរឿងស្អុយរលួយរបស់អូតឃ្លីនឲ្យអស់ដោយស្របច្បាប់បញ្ជូនទៅពន្ធនាគារឧក្រិដ្ឋជនអន្តរជាតិដេជាពិធីការថ្ងៃស្អែកខ្ញុំមិនចង់ឃើញមានរឿងចៃដន្យឲ្យកើតឡើងទេពេលសាករកការក៏រត់ទៅណាប់ដេះផ្ដាស់ដែរឬមួយមានគំនិតទាស់ចិត្តនឹងការរៀបការនេះខ្ញុំគ្រាន់តែទៅកំទេចសត្វល្អិតឥតខួរពីជួរអ្នកដាស់រកការមួយនេះស្អាតខ្លាំងណាស់ចង់តែលាក់អូនទុកទេមិនឲ្យនរណាម្នាក់បានឃើញឡើយព្រះអើយ
ភាពអាធិកអាធមបែបនេះតើជាពិធីការរបស់មហាសេដ្ឋីរូបណាលោកគ្រូបង្វឹកធំនៅសល់8គីឡូម៉ែត្រទៀតនៅខាងមុខបើកឲ្យស្ងប់ស្ងាត់បន្តិចកុំឲ្យអូនរងចាំយូរណែនឃើញខ្ទេចខ្ញុំមួយមើលនេះអស្ចារ្យជាងអ្វីដែលស្រមៃឃើញ10000ដងទៀតបងឆេនមានអំណាចធំប៉ុណ្ណាទៅនឹងគាត់អញ្ចឹងឯងចូលចិត្តធ្វើអ្វីឲ្យធំដុំរហូតគ្រូបង្វឹកដងញៀងលោកជំទាវដងញៀងលោកគ្រូបង្វឹកកំពូលដងញៀងលោកស្រីសួរអង្គរៈផ្ទាល់ខ្លួនរបស់លោកស្រីថ្ងៃនេះបានមកចូលធ្វើការហើយអង្គរៈលុះរយៈពេលសាកល្បងមួយជីវិតហាំលីឈប់តុលាការកំពូលទាំង5នៃដេកជាទីស្នាក់ការកណ្ដាលឡងយូវ៉ាន់ផេវីលៀនបានផ្ញើសារអបអរសាទរនិងប្រគល់អក្សរចារឹកមួយផ្ទាំងអបអរសាទរអាពាហ៍ពិពាហ៍ថ្មីរបស់លោកគ្រូបង្វឹកកំពូលនាងឃើញព័ត៌មានល្អចំណែកទីផ្សារបរទេសនៃឡុងសេនចំនួនទី2លើសពី40ហើយចន្លោះទំនេរដែលបង្កើតឡើងដោយសម្ព័ន្ធ Kraken ត្រូវបានយើងក្តោបក្តាប់បានទាំងអស់ហើយនៅក្នុងការរំពឹងទុកស្រាប់អញ្ចឹង Luchen នៅណាតើថ្ងៃនេះគាត់មិនថាត្រូវមកមើលក្រុមហ៊ុនបន្តិចទេលោកគ្រូបង្វឹកកំពូលក្នុងផ្ទះរបស់នាងនោះប្រហែលជាកំពុងសាកល្បងរស់នៅជីវិតសាមញ្ញនៅខាងក្រោមទៀតហើយហេមកពីផ្នែកណាទីនេះជាក្រុមហ៊ុនស៊ុបរូបខាងដឹកអាហារមិនអាចចូលសាលធំបានទេប្រធានវងសូម្បីតែស្វាមីរបស់ចៅហ្វាយនីក៏មិនស្គាល់ដែរឬស្វាមីចៅហ្វាយនីអង្គរៈដូចខ្ញុំបានចុះកិច្ចសន្យាមួយជីវិតហើយថ្ងៃនេះចាត់ទុកថាជាការមកស្កេនកាត់ចូលធ្វើការចុះអាល្ងង Howard នោះប្រែជាត្រូវចាញ់ក្រោមដៃអង្គរៈនៃប្រទេសដេឈៀទៅវិញលោកគ្រូបង្វឹកកំពូលនៃ Long Yuan Pavilion គួរឲ្យចាប់អារម្មណ៍តើប្រាប់ក្រុមយុទ្ធជនខ្នែកឲ្យចាប់ផ្ដើមផែនការប្រមាញ់នាគខ្ញុំចង់ដឹងណាស់ថាអាទិទេពនៃប្រទេសដេឈៀតើអាចទប់ទល់នឹងកម្លាំងប៉ែកខាងលិចទាំងមូលដែលសម្រុកមកបានដែរឬទេ